ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំផ្ញើជូនជាពិសេសដល់បងប្អូនដែលមានកូនរៀននៅថ្នាក់ទី7ទី8ក្នុងឆ្នាំថ្មីនេះខ្ញុំនិយាយនេះគឺដើម្បីយើងជួយកែលម្អគ្នាថាតើឪពុកម្ដាយត្រូវធ្វើយ៉ាងណាគ្រូត្រូវធ្វើយ៉ាងណាហើយសិស្សនឹងត្រូវធ្វើយ៉ាងណាដើម្បីឲ្យការរៀនការបង្រៀនរបស់គ្រូនឹងវារីកចម្រើនវាល្អដូចថាសិស្សនឹងខិតខំរៀនសូត្រខ្លាយជាទំពាំងដែលល្អអញ្ចឹងណាចំណុចទី1ខ្ញុំចង់និយាយអំពីឪពុកម្ដាយតើត្រូវធ្វើដូចម្ដេចខ្លះដើម្បីតាមដានកូនព្រោះថាកូនយើងកាលពីមុនរៀនថ្នាក់ទី6នៅក្នុងបឋមសិក្សាគឺមានតែគ្រូម្នាក់ទេដល់ពេលអញ្ចឹងកូនសិស្សនឹងចង់ធ្វើអីពេលណាគ្រូដឹងទាំងអស់ឧទាហរណ៍ថាកូនសិស្សចេញលេងទៅទិញនំញ៉ាំអត់លាងដៃមកវិញអត់លាងដៃក៏គ្រូដឹងទៅកតុបទឹកមកវិញអត់រូតខោក៏គ្រូដឹងនិយាយទៅឲ្យតែកូនសិស្សធ្វើគ្រូដឹងទាំងអស់ព្រោះអីគ្រូជួបគ្នាគឺ4ម៉ោងពេញម៉ោង7ដល់ម៉ោង11អញ្ចឹងចេញលេងឲ្យចូលវិញជួបគ្រូដដែលចេញលេងឲ្យចូលវិញជួបគ្រូដដែលអញ្ចឹងគ្រូអាចតាមដានសកម្មភាពកូនយើងនឹងបានគ្រប់ពេលក៏ប៉ុន្តែពេលដែលឡើងដល់វិទ្យាល័យអនុវិទ្យាល័យគឺមានគ្រូច្រើនគ្រូមានគ្រូគណិតគ្រូខ្មែរគ្រូគីមីគ្រូរូបវិទ្យាគ្រូអង់គ្លេសគ្រូប្រវត្តិវិទ្យាគ្រូភូមិវិទ្យាហើយគ្រូចេញមួយចូលមួយចេញមួយចូលមួយអញ្ចឹងគ្រូដល់ម៉ោងចូលដឹងតែបង្រៀនហើយដល់អញ្ចឹងសិស្សច្រើនហើយអ្នកណាទៅចេញលេងទៅធ្វើអីខ្លះគ្រូអត់ដឹងទេហើយកូនយើងក្នុងវ័យនេះគឺប្រែប្រួលមិនមែនប្រែប្រួលតិចតួចទេគឺប្រែប្រួលខ្លាំងតែម្ដងគឺប្រែប្រួល180ដឺក្រេបើយើងមិនតាមមើលឲ្យដិតដល់ទេគឺអាចនឹងភ្លាត់ណាពេលណាយើងមើលអត់ដិតដល់កូនយើងអាចនឹងខូចហើយបើខូចហើយចង់ឲ្យកែមកវិញគឺមិនងាយទេអញ្ចឹងយើងត្រូវរៀបចំត្រៀមថាត្រូវធ្វើយ៉ាងម៉េចឲ្យហើយដើម្បីកុំឲ្យកូនយើងនឹងខូចតាន់ចាដើម្បីតាមដានកូនរបស់យើងនឹងតើយើងជាឪពុកម្ដាយត្រូវធ្វើដូចម្ដេចខ្លះទី1បើសិនជានៅក្នុងសាលាមានការអញ្ជើញអាណាព្យាបាលចូលរួមប្រជុំគឺត្រូវមកចូលរួមទាំងអស់គ្នាហើយបើសិនជាអត់មានការអញ្ជើញចូលរួមប្រជុំទេយ៉ាងហោចណាស់ក្នុងមួយឆ្នាំឪពុកម្ដាយត្រូវតែមកជួបគ្រូម្ដងដើម្បីសុំលេខទូរស័ព្ទទំនាក់ទំនងគ្នាព្រោះថាកូនយើងបើសិនជាគាត់ចង់ខ្ជិលចង់កិច្ចសាលាចង់អីគាត់មានគំនិតថាខូចពេលដែលឪពុកម្ដាយសួររកលេខទូរស័ព្ទគ្រូកូនយើងថាគ្រូអត់មានគ្រូញ៉ោមានទូរស័ព្ទផងគាត់ចាស់ហើយគាត់មិនចេះប្រើទូរស័ព្ទទេដល់ពេលគ្រូសួររកលេខឪពុកម្ដាយកូនសិស្សថាម៉ាក់ខ្ញុំអត់មានទូរស័ព្ទទេអ្នកគ្រូអញ្ចឹងអត់បានទំនាក់ទំនងគ្នាកើតទេមួយទៀតពេលដែលដើមឆ្នាំសិក្សាអញ្ចឹងគ្រូមានចែកកាលវិភាគឬក៏គ្រូឲ្យចម្លងកាលវិភាគដាក់ក្នុងសៀវភៅអញ្ចឹងឪពុកម្ដាយត្រូវមើលថាកាលវិភាគហ្នឹងរៀនហ្នឹងថ្ងៃណាខ្លះរៀនអីថ្ងៃណារៀនអីម៉ោងប្រមាណរៀនអីអញ្ចឹងនៅក្នុងកាលវិភាគហ្នឹងគឺមានដាក់លេខទូរស័ព្ទឧទាហរណ៍ថាថ្ងៃច័ន្ទម៉ោង7ដល់ម៉ោង9គណិតវិទ្យាអញ្ចឹងមានដាក់លេខគ្រូគណិតនៅក្នុងហ្នឹងបើភាសាខ្មែរមានលេខទូរស័ព្ទគ្រូខ្មែរនៅក្នុងហ្នឹងគឺដាក់ទាំងអស់អញ្ចឹងយើងត្រូវយកតែការអភិកនឹងមួយឲ្យបានទៅយើងណាពេលណាយើងឆ្ងល់យើងចង់ដឹងថាតើកូនយើងម៉ោងហ្នឹងចូលរៀនអត់អីអត់យើងទេមកសួរគ្រូមកបានមួយទៀតពេលកូនមករៀនហើយទៅផ្ទះវិញត្រូវឆែកសៀវភៅកូនមើលតើកូនមានសរសេរមេរៀនអត់ថ្ងៃហ្នឹងត្រូវរៀនអីហើយមានមេរៀនហ្នឹងនៅក្នុងសៀវភៅដែរឬអត់មួយទៀតទូរស័ព្ទរបស់ឪពុកម្ដាយកុំឲ្យកូនជាអ្នកកាន់កុំឲ្យកូនជាអ្នកគ្រប់គ្រងព្រោះកូនសិស្សខ្ញុំជួបមួយឆ្នាំ2ឆ្នាំមុននោះពីដើមឆ្នាំគាត់ខំរៀនសរសេរមេរៀនស្ដាប់គ្រូស្ដាប់អីធម្មតាតែដល់ពេលចុងឆ្នាំ
ពីបេខែចុងក្រោយនេះស្រាប់តែអត់រៀនគ្រូបញ្យលអត់ស្ដាប់សរសេរមេរៀនអត់សរសេរដល់ពេលគ្រូចូលមកសុំចេញគ្រូអត់ឲ្យចេញនឹងអង្គុយក្នុងហ្នឹងក៏អត់ស្ដាប់ដល់អញ្ចឹងខ្ញុំក៏ឆាតទៅរកម៉ាក់គាត់ពេលដែលឆាតទៅខ្ញុំនិយាយថាជំរាបសួរអូនខ្ញុំជាអ្នកគ្រូរបស់កូនគាត់ឈ្មោះអីចឹងណាហើយគាត់ឆ្លើយថាជំរាបសួរដល់ពេលចឹងខ្ញុំក៏និយាយទៀតថាតើខ្ញុំអាចខលទៅបានទេស្រាប់គាត់ឆ្លើយថាមិនបានទេអ្នកគ្រូហើយខ្ញុំក៏នឹកឆ្ងល់ថាចំមិនក៏ខលអត់បានខ្ញុំឆ្ងល់ហើយខ្ញុំក៏សួរថាខ្ញុំសួរហៅឈ្មោះកូនសិស្សខ្ញុំនឹងហ្មងដល់ពេលហៅឈ្មោះទៅខ្ញុំដូចថាគាត់ឈ្មោះស្រីពេជ្រចឹងខ្ញុំថាស្រីពេជ្រមែនគាត់ថាចាស់អ្នកគ្រូបានអូខ្ញុំថាកូនសិស្សមែនចឹងចូលទៅតបឆាតជំនួសឪពុកម្ដាយហើយខ្ញុំក៏និយាយទៀតថាអ្នកគ្រូសុំជួបម៉ាក់បន្តិចទៅគាត់ឆ្លើយថាម៉ាក់ខ្ញុំគាត់សម្រានហើយខ្ញុំក៏ថាឥឡូវអត់ជួបម៉ាក់ក៏បានដែរប៉ុន្តែត្រូវសន្យាមួយអ្នកគ្រូថាពេលរៀនត្រូវស្ដាប់គ្រូហើយត្រូវសរសេរមេរៀនឲ្យបានគ្រប់មេរៀនគាត់ក៏សន្យាជាមួយខ្ញុំហើយឃើញក្រោយមកក៏សរសេរមេរៀនធម្មតាចឹងណាហើយមានកូនសិស្សមួយទៀតពេលយើងរកលេខទូរស័ព្ទម៉ាក់គាត់ពេលគាត់អត់ស្ដាប់និយាយថានិយាយអត់ស្ដាប់គ្នាអញ្ចឹងយើងក៏រកលេខទូរស័ព្ទម៉ាក់ដើម្បីប្រាប់គាត់អត់ឲ្យលេខទូរស័ព្ទម៉ាក់គាត់មកយើងទេឲ្យមិត្តភ័ក្តិចាប់ 4-5 នាក់តម្រាំតែចាប់បានហើយបានលេខទូរស័ព្ទមកពេលដែលបានលេខទូរស័ព្ទមកយើងកំពុងអង្គុយទេទៅម៉ាក់គាត់ហ្នឹងណាគាត់នៅចិត្តហ្នឹងចាំស្ដាប់អង្គុយថាស្ដាប់យើងនិយាយស្អីអីចឹងណាដល់ពេលខ្ញុំនិយាយទៅគាត់នៅចិត្តហ្នឹងគាត់ថាចេះអ្នកគ្រូទេទៅម៉ាក់ខ្ញុំពេលមកវិញស្ដីឲ្យខ្ញុំ 4-10 ម៉ាត់គាត់ចូលសម្រានបាត់អញ្ចឹងហើយសម្រាប់កូនសិស្សដែលខូចគឺយើងអត់ងាយបានលេខទូរស័ព្ទគាត់លេខទូរស័ព្ទឪពុកម្ដាយគាត់មកទេគាត់មិនងាយឲ្យមកមានកូនសិស្សខ្ញុំមួយឲ្យលេខមកទេនោះទេនិយាយទៅទេរហូតតែអត់មានអ្នកលើកទេហើយមានកូនសិស្សម្នាក់ទៀតគាត់អត់ចេះអានអក្សរទេថ្នាក់ទី 7ប៉ុន្តែអានដូចថាអានអត់ដាច់ហ្មងអានអត្តអតបប្រកបអីចឹងណាហើយខ្ញុំមានបើកបរិញ្ញាគួរតែខ្ញុំបរិញ្ញាគួរខ្ញុំគ្មានចេះគណិតចេះរូបជាគីមីអីទេខ្ញុំបរិញ្ញាអានអក្សរបរិញ្ញាកូនសិស្សដែលអត់ចេះអានឲ្យគាត់មករៀនអ្នកណាមានលុយក៏បង់អត់មានលុយបើអត់មានលុយហ្វ្រីដល់កូនសិស្សមួយនោះគាត់អត់ចេះខ្ញុំសុំលេខឪពុកម្ដាយគាត់មកទេខ្ញុំទេថាឡូជំរាបសួរអូនមានកូនឈ្មោះនេះនៅថ្នាក់នេះមានរៀនមានអត់ថាបាទអញ្ចឹងខ្ញុំមានបង្រៀនគួរកូនអូនអត់ចេះអានទេខ្ញុំមានបង្រៀនគួរបើអូនមានលុយក៏បង់មកហើយបើអត់លុយសុំរៀនអញ្ចឹងគាត់ក៏ថាខ្ញុំសុំរៀនអ្នកគ្រូខ្ញុំអត់មានលទ្ធភាពទេខ្ញុំថាអញ្ចឹងរៀនក៏រៀនទៅស្អែកមករៀនមកដល់ពេលស្អែកអត់ឃើញពីថ្ងៃទៀតអត់ឃើញខ្ញុំទេទៅទៀតខ្ញុំថាអាឡូអូនសុំឲ្យកូនរៀនមិនអត់ឃើញមករៀនអញ្ចឹងគាត់ថាអូខ្ញុំភ្លេចប្រាប់កូននេះអ្នកគ្រូតែអញ្ចឹងចាំប្រាប់មកណាឲ្យស្អែកមករៀនមកដល់ស្អែកឡើងអត់ឃើញរៀនទៀតអត់ឃើញរៀនពេលជួបកូនហ្នឹងខ្ញុំប្រាប់ថាប៉ាសុំអ្នកគ្រូឲ្យរៀនមួយអ្នកគ្រូអត់យកលុយទេចូលរៀនមកគាត់ថាគាត់អត់ទាន់រៀនទេអ្នកគ្រូហើយរៀនគួរហ្នឹងខ្ញុំបរៀនក្រៅម៉ោងហើយខ្ញុំហៅមកបរៀននៅផ្ទះខ្ញុំអញ្ចឹងណាដើម្បីឲ្យគាត់ចេះអានពីព្រោះថាថ្នាក់ទី 7ហើយអត់ចេះអានគឺពិបាកនឹងរៀនមុខវិជ្ជាផ្សេងណាបើយើងគ្រាន់តែអក្សរអត់ចេះអានផងឆ្នាំមុនហ្នឹងការបង្រៀនគួររបស់ខ្ញុំសិស្សទាំងអស់8នាក់ហើយបងលុយ4នាក់ហ្វ្រី4នាក់ចឹងនិយាយថាបើមានលុយក៏បងទៅហើយបើអត់លុយរៀនទៅខ្ញុំអត់យកលុយទេឲ្យម៉ាក់ប៉ាប្រាប់ថាសុំរៀនផងអ្នកគ្រូអញ្ចឹងទៅខ្ញុំឲ្យរៀនមួយឆ្នាំតែម្ដងហើយមួយទៀតពេលដែលកូនទៅពីសាលារៀនវិញត្រូវអាសាឆែកកាតាបកូនគីឡូមានដាក់របស់របរអីដែលថាវាមិនត្រឹមត្រូវវាមិនល្អអញ្ចឹងយើងយកចេញជិះវៀងមានរឿងមិនល្អកើតឡើងអញ្ចឹង
យើងមិនថាកូនយើងអត់ល្អប៉ុន្តែយើងត្រូវឆែកមើលជាប្រចាំដូច្នេះឆ្នាំនេះបើបងប្អូនដឹងថាកូនខ្លួនអត់ចេះអានអត់ចេះអីអានវាមិនបានល្អវាមិនរលូនវាមិនស្ទាត់ជំនាញអាចសុំឬក៏តាក់ទងមកខ្ញុំបើសិនជានៅសាលាខ្ញុំអាចសុំរៀនជាមួយខ្ញុំអត់យកលុយទេហេតុអីបានអញ្ចឹងខ្ញុំគិតថាបើសិនជាឧទាហរណ៍ថាសិស្សបង់លុយ5នាក់អញ្ចឹង5នាក់ហ្នឹងខ្ញុំត្រូវបរៀនប៉ុណ្ណឹងអញ្ចឹងអ្នកអត់លុយចូលមករៀនក៏ខ្ញុំក៏បរៀនប៉ុណ្ណឹងអ្នកមានលុយក៏បរៀនប៉ុណ្ណឹងអត់លុយក៏បរៀនប៉ុណ្ណឹងនិយាយទៅខ្ញុំត្រូវតែបង្រៀនអញ្ចឹងបរៀន5នាក់ថែម5នាក់ទៀតក៏អត់បញ្ហាថែម10នាក់ទៀតក៏អត់បញ្ហាព្រោះថាខ្ញុំត្រូវតែបង្រៀនអញ្ចឹងដូចតែគ្នាអ្នកបង់លុយក៏ដូចអ្នកមិនបង់លុយរៀនជាមួយគ្នាទៅទោះបីយ៉ាងណាខ្ញុំត្រូវតែបរៀនប៉ុណ្ណឹងដដែលវាអត់មានថាសិស្សច្រើនត្រូវបរៀនឲ្យខ្លាំងអីអត់ទេបរៀនដូចគ្នាកម្លាំងប៉ុណ្ណាត្រូវបរៀនប៉ុណ្ណាខ្ញុំបរៀនប៉ុណ្ណឹងអញ្ចឹងបើយើងបរៀនបានសិស្សច្រើនវាចំណេញជាងបរៀនបានសិស្សតិចហើយមិនមែនខ្ញុំថាទៅចិត្តល្អពេលដែលមាន Facebook មានអីចឹងមកទេខ្ញុំបរៀនចិត្តល្អនឹងតាំងពីខ្ញុំបរៀននៅបឋមសិស្សបឋមក៏មានរៀនគួរដែរឧទាហរណ៍ថាឪពុកម្ដាយមកសួរថាអ្នកគ្រូមានបរៀនគួរអត់មានថាមួយខែប្រហែល50000អញ្ចឹង50000ឧទាហរណ៍អញ្ចឹងឪពុកម្ដាយសុំ40000បានអ្នកគ្រូបានសុំ30000បានអ្នកគ្រូបានសុំ20000បាននិយាយទៅឲ្យតែមកសុំគឺបានទាំងអស់ហើយបើពេលដែលខ្ញុំឃើញកូនសិស្សណាម្នាក់គាត់រៀងក្រហើយដូចថាអត់និយាយអត់មានឪពុកម្ដាយណាមកសុំអីទេអញ្ចឹងខ្ញុំហៅគាត់មកសួរថាកូនឯងចង់រៀនគួរអត់ថាចង់បើចង់នៅរៀនហើយស្អែកប្រាប់ប៉ាម៉ាក់ថាខ្ញុំនៅរៀនគួរអត់ទៅផ្ទះម៉ោងនេះអីអញ្ចឹងកុំឲ្យគាត់ចាំសិស្សទាំងអស់ចាប់ពីតាំងពីថ្នាក់បឋមរហូតដល់អនុវិទ្យាល័យបើសិស្សអត់ខ្មៅដៃឲ្យខ្មៅដៃអត់សភៅឲ្យសភៅអត់បន្ទាត់ឲ្យបន្ទាត់អត់ជាប់លុបឲ្យជាប់លុបនិយាយឲ្យគ្រប់មុខឲ្យតែខ្វះមកដល់អនុវិទ្យាល័យនេះក៏នៅតែខ្ញុំឲ្យគាត់ថាសិស្សខ្លះគាត់មិនមែនអត់ទេប៉ុន្តែចង់បានប៊ិចរបស់គ្រូយកទៅសេគេស្រឡាញ់ណាឲ្យតែបានមួយគេសុបាយចិត្តគេថានឹងទៅសេប៊ិចហ្នឹងឲ្យអស់ហ្មងឲ្យអស់ទឹកអលីងហ្មងអត់ឲ្យបាត់អត់ឲ្យអីចឹងណាដូច្នេះបើបងប្អូនណាដូចថាអត់លទ្ធភាពហើយចង់ឲ្យកូនរៀនកូនចង់រៀនពិតមែនមកសុំគ្រូទៅគ្រូមិនចិត្តអាក្រក់ទេគ្រូណាក៏គេមិនចិត្តអាក្រក់ដែរឲ្យតែមកសុំប្រាប់ថាខ្ញុំអត់មានលទ្ធភាពទេអ្នកគ្រូសុំរៀនផងអញ្ចឹងគឺឲ្យរៀនហើយកូនដែលជាសិស្សក៏អញ្ចឹងដែរត្រូវខំរៀនសូត្រត្រូវធ្វើខ្លួនជាកូនល្អពលរដ្ឋល្អដើម្បីជួយខ្លួនឯងជួយគ្រួសារហើយនឹងសង្គមជាតិយើងចាស់ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងបងប្អូនហើយចំណែកចំណុចដែលខ្ញុំនិយាយគឺមិនធានាថាវាអស់តែប៉ុណ្្នឹងទេបើបងប្អូនមានយោបល់អីចង់បន្ថែមអាចបន្ថែមបានអរគុណច្រើន